អូខេបងប្អូនអញ្ចឹងនៅចំណុចនេះខ្ញុំនឹងធ្វើ10 flat 10 flat នេះដើម្បីធ្វើអីមួយណាដែលយោងទៅតាមអ្វីដែលបានរៀបខ្វាន់អញ្ចឹងខ្ញុំធ្វើ10 flat មួយនេះគឺពាក់ព័ន្ធនឹងការ resize ទៅលើរូបភាពផ្សេងៗបាទងាយៗស្រួលៗណាអញ្ចឹងទីមួយខ្ញុំបើករូបមកមួយសិនណាបាទខ្ញុំទៅបើករូបមកមួយអញ្ចឹងខ្ញុំយករូបមួយនៅក្នុង original រូបមួយណាក៏បានដែរអូខេខ្ញុំយករូបខ្ញុំអញ្ចឹងម្ដងនេះខ្ញុំបង្កើត folder មួយអូខេណាខ្ញុំបង្កើត folder មួយខ្ញុំដាក់វាថា team អីយ៉ាងដែរណាបងបាទអញ្ចឹងនេះធំបន្តមកខ្ញុំ record មួយខ្ញុំដាក់វាថា size អូខេណាបាទអញ្ចឹងខ្ញុំ record បន្តមកខ្ញុំចូលទៅ image ខ្ញុំចូលទៅដូរ size ដូរអីយ៉ាងដែរណាបងបាទដូរ size ខ្ញុំដាក់វា100អីយ៉ាងអូខេណានេះខ្ញុំដាក់ធំតិចឲ្យច្បាស់ណាអូខេអញ្ចឹងខ្ញុំដាក់100ហ្នឹងអញ្ចឹងនេះបានហើយបន្ទាប់ពីប៉ុណ្ណឹងខ្ញុំចាប់ផ្ដើម save ខ្ញុំ save មួយទៅណាបាទខ្ញុំ save ទៅកន្លែង folder ថា design អញ្ចឹងកន្លែងយក JPEG ទៅខ្ញុំ save វាណាចេញមកចឹងខ្ញុំ save តែអូខេក្រោយពីខ្ញុំ save ហើយខ្ញុំបានបិទវាចោលបិទទាំងកិច្ចការនឹងចោលហើយខ្ញុំក៏ជប់ record ដែរបាទខ្ញុំជប់ record ដែរណាបាទហើយមុននឹងខ្ញុំចាប់ផ្ដើមធ្វើបន្តទៀតខ្ញុំទៅលុបរូបនេះចេញសិនបាទរូបនេះចេញខ្ញុំលុបចោលតែម្ដងណាបាទអញ្ចឹងក្នុង folder design ខ្ញុំអត់មានអីទៀតទេខ្ញុំទៅបើក Photoshop មកវិញទៅខ្ញុំយក file យកពាក្យថា automatic create droplet អញ្ចឹងបន្តមកយក choose មកខ្ញុំ save ដល់លើ desktop ហើយខ្ញុំដាក់ពាក្យ resize អញ្ចឹងអូខេណា resize អញ្ចឹងណាបាទខ្ញុំចូលពាក្យ resize ហ្នឹងខ្ញុំដាក់ឈ្មោះឲ្យវាណាខ្ញុំ save មកអូខេខ្ញុំ save នៅលើ desktop អូខេបាទខ្ញុំ save លើ desktop ដាក់ពាក្យនេះ trim ណាបាទខ្ញុំសេរីវាតាមហ្នឹង set របស់ខ្ញុំគឺឈ្មោះ trim ណា action របស់ខ្ញុំឈ្មោះ size អូខេបន្ទាប់មកខ្ញុំរើសគោលដៅរបស់ខ្ញុំគឺដាក់នៅក្នុង design នេះខ្ញុំអូខេមកអញ្ចឹងខ្ញុំមើលនេះ document setting នេះឥឡូវខ្ញុំ tick ផងខ្ញុំអូខេបាទហើយពីខ្ញុំអូខេមកខ្ញុំទៅមើលដល់លើ desktop ហ្នឹងខ្ញុំមាន file trim របស់ខ្ញុំហើយណាបាទអញ្ចឹងខ្ញុំបើក file នេះរបស់ខ្ញុំមកហើយខ្ញុំ select រូបភាពដែលខ្ញុំចង់ដូររូបភាពហ្នឹងយកទៅដាក់នៅក្នុង trim ហ្នឹងដាក់ចំពីលើហ្នឹងណាអញ្ចឹងវាបើកឲ្យយើងហើយយើងមិនធ្វើអីយើងអង្គុយចាំហើយយើង save ទៅមួយទៅណាបាទ save មួយផងណា design ហ្នឹង save មួយ plot អូខេអញ្ចឹងខ្ញុំអូខេមកបាទវា save ឲ្យខ្ញុំមកធម្មតាបាទអូខេតែប៉ុណ្្នឹងទេអានឹងមេរៀនហ្នឹងគឺវា resize ឲ្យយើងទាំងអស់ទៅទំហំមួយដែលយើងចង់បានវិញហ្នឹងណាទំហំរបស់យើងបាទប៉ុន្តែនៅក្នុងការបង្ហាញរបស់យើងវាអាចបង្ហាញជា pixel បាទអញ្ចឹងខ្ញុំទៅបើកមើលទំហំរបស់ខ្ញុំនេះ original ខ្ញុំទៅបើកមើលនេះឃើញទេបងប្អូនខ្ញុំចុចមួយនេះទំហំរបស់ខ្ញុំដែលខ្ញុំកំណត់ទៅមិញអូខេណាបាទនេះគឺជាទំហំអញ្ចឹងទំហំនេះវាបង្ហាញជា pixel បាទណាអញ្ចឹងទំហំទាំងអស់នោះគឺវាបង្ហាញជា pixel ទេវាបង្ហាញជា millimeter ឲ្យយើងទេបាទនេះវាមានកន្លែងគេ set ណាបងប្អូនណាបាទអញ្ចឹងយើងអាចមើលបានអានេះ copy មេអានេះ copy 11អានេះ2ណាតាមទំហំតាម graphic វាតិចអត់ខុសគ្នាច្រើនទេបាទនៅចន្លោះនោះបាទអូខេអញ្ចឹងចំណែកទំហំរបស់គាត់បើគេថាទំហំនេះយើង21 26អានេះក៏21 26ដូចគ្នាដែរទំហំបាទຂະຫນາດវាប៉ុនគ្នាទាំងអស់អូខេបាទនេះគឺជាមេរៀនមួយងាយៗសម្រាប់យើងទាំងអស់គ្នាអរគុណច្រើនបងប្អូន